រួចយើងត្រូវតែយកនេះថាថានេះហើយខ្នាល់បាទរួមអាសៀននោះចូលក្នុងខ្នាល់ហើយគិតនេះមាន61ខ្នាល់61បាទខ្នាល់ដើម្បីត្បាញក្បាច់នោះឲ្យត្រូវតាមលំដាប់គិតត្រូវតែដាក់អាខ្នាល់នេះទៅតាមលេខរៀងបាទតាមលេខរៀងហើយគិតយកមួយមកដាក់ចូលក្នុងត្រល់នេះគេថាត្រល់ពេលខ្លះគិតបត់បោះពីឆ្វេងពេលខ្លះបោះពីស្ដាំបោះ7ដងមែនទេបោះ7ដងយើងដូរខ្នាល់មួយ7ដងទៀតយើងដូរមួយទៀតមិនចាំបាច់ត្រូវដូរបងដូរនោះកុំបីនេះក្បាច់នេះដែរបើយើងអត់ដូរទេក្បាច់នេះនៅដែរបាទហើយកម្មាមួយហ្នឹងមានប្រវែង2ម៉ែត្រកម្មានេះ2ម៉ែត្របាទហើយគាត់ត្បាញថាជា4ឬក៏5ថ្ងៃបើបានមួយបាទហើយធ្វើចេញពីសរសៃសូត្រសុទ្ធបាទសរសៃសូត្របាទសូត្រសុទ្ធនេះគ្រាន់តែត្បាញណាយើងនិយាយតែ4ឬ5ថ្ងៃគឺនិយាយតែអ្នកត្បាញទេយើងក៏បាននិយាយពីដើមទីនេះទេបាទមានដំណើរការយូរបែបបាទទៅពេលផ្លិតផងបាទគឺលក់ក្នុងអាចមើលតម្លៃបាទតែខាងនេះគឺចម្លាក់ឈើបាទកាលពីដើមឡើយយើងនៅនេះប្រើឈើប៉និតមានកកដេងក្នុងអីតែឡើយនេះដើមឈើនេះគឺដើមត្រសេកដើមត្រសេកបាទដើមត្រសេកហើយឈើនេះឈើម្ដុំទេត្រសេកហ្នឹងមិនមែនជាឈើប៉និតទេបងបើយើងវាអត់មានជាឈើប៉និតទេត្រសេកនេះបាទហើយដល់ពេលឆ្លាក់រួចពីកាលពីមុនគេលាបកមួនឃុំឬក៏ទៀនតែបច្ចុប្បន្នគេបាញ់វគ្គនេះវិញហើយកាលនោះគេដេកឆ្លាក់ឬក៏ពលៈបាទនៅពេលដែលគាត់រៀនអ្វីដែលគាត់ត្រូវធ្វើគឺធ្វើពលៈមុនគេពលៈនេះគឺយកវាពីរសើម៉ូតូអាសើម៉ូតូយើងជិះបូមម៉ូតូយើងថាបូមម៉ូតូបាទហើយអាធំនេះយកពីបូមលម៉ឬក៏បូមឡានបាទពេលដែលឆ្លាក់3 4ថ្ងៃទៅយើងត្រូវសម្លៀងវាយើងហើយពលៈនេះបោះកាត់ទាំងអស់យើងមិននឹងជាប្រមាណប្រភេទនេះច្រើនមែនទេបាទច្រើនតាមប្រភេទផ្លែទូចវាមានមុខងារខុសគ្នាមុខងារខុសគ្នាពេលខាងនោះគឺចម្លាក់ថ្មទៅខាងនោះចម្លាក់ថ្មបាទហើយខាងនេះគឺចម្លាក់ថ្មបើសិនតែយើងនិយាយពីបច្ចេកទេសនៃការឆ្លាក់ចម្លាក់ថ្មហើយនិងចម្លាក់ឈើដូចគ្នាទាំងអស់តែបើយើងនិយាយពីភាពងាយស្រួលចម្លាក់ថ្មងាយស្រួលជាងចម្លាក់ឈើបន្តិចដោយសារតែថ្មវាអត់មានពេកពកផ្នែងខ្នងមេឃដូចឈើឯងយើងអាចឆ្លាក់ពីស្ដាំទៅឆ្វេងលើក្រងក៏បានហើយនៅពេលដែលឆ្លាក់រួចយើងយកក្តារខាត់ជាមួយនឹងទឹកសម្អាតវាស្អាតនេះក៏ដាក់ទឹកមានន័យថាដាក់ទឹកនេះទៅធ្វើឲ្យថ្មនេះផុយទី1ទី2ដល់ពេលដែលឆ្លាក់ទៅកុំឲ្យទៅមានធូលីហុយហើយតែពលៈនេះខុសគ្នាពីចម្លាក់ឈើពលៈនេះអានេះហៅថាដេកពេជ្រនេះរឿងតែគេប្រើជាមួយតែថ្មទេតែគេទិញមកពីផ្សារយើងហើយផ្សារប្រជាប់ជាមួយនឹងដែកយើងធម្មតាលាហើយចំពោះការធ្វើមុនមកគេកាត់ជារាងចតុកោណកែងហើយអានេះគេមានក្តារគេដាក់ពីលើហើយគេមានក្តារកាបូនក្តារខៀវគេក្តានទៅគិតជាជាមនុស្សទុយមនុស្សព្រៀងគិតយកពលៈមកឆ្លាក់តាមពិតជាក់ស្ដែងគិតធ្វើដោយមិនចាំបាច់ក្តានក៏បានដែរគិតអាចគូខ្លួនឯងក៏បានដែរតែវាប្រើពេលយូរយើងធ្វើយ៉ាងនេះជំនួយការអានេះ1អាទិត្យរូបមួយនេះ1អាទិត្យបានរួច3នេះ3អាទិត្យ1អាទិត្យមិនថាមកហូបនេះ1អាទិត្យទាំង1អាទិត្យហើយពីចំណុចចាប់ដើមរហូតដល់បញ្ចប់គឺតែមនុស្សម្នាក់ឯណាអត់អាចដូរគ្នាបានទេណាចិត្តកោស្រីអរគុណមានស្មានតែប្រុសមិនមានប្រុសមានស្រីតែស្មានទឹកដៃអ្នកធ្វើទេណាមានស្មានតែបងប្រុសទេស្មានអ្នកធ្វើនេះបាទមានទាំងស្រីទាំងប្រុសគាត់ជាជាងបាទអីគាត់ធ្វើការនៅនេះ20ឆ្នាំជាងបាទគាត់ធ្វើតាំងពីម្ដាយរហូតដល់កូនទៀតហើយនេះមើលបងកាប់តិច
ដាក់ទឹកទៅវារៀងផុយណា បាទ វាផុយថ្មនេះយកពីខេត្តបន្ទាយមានជ័យភ្នំស្រកភ្នំជាង អូល្បីខ្ញុំស្រុកណា បាទបាទ កាត់ទៅតែឃើញ មើល ថ្មល្អនេះគេហៅថ្មអី ថ្មភក់ថ្មភក់ដូចគ្នានឹងថ្មដែលយើងសាងសង់ប្រាសាទអង្គរវត្តដែរតែអាថ្មដែលអង្គរសាងសង់អង្គរវត្តហ្នឹងវាថ្មភក់ដែរតែវាពឿខៀវបាទអានេះពឿរៀងកាឈូបាទ អូរៀងជិតដល់ បាទហើយពឿនេះនិងពឿខៀវហ្នឹងអានេះរៀងផុយជាងថ្មអង្គរវត្តនោះរឹងបើពេលខាងនេះគំនូអាថាគំនូលើគំនូម្រាក់ ម្រាក់ បាទស្លឹបស្កើម្រាក់ ម្រាក់ឈើមែនទេបង ម្រាក់ហ្នឹងវាជាឈ្មោះនៃជឿតែតាមពិតម្រាក់នោះគេយកពីដើមឈើ បាទ គេយកពីដើមគ្រើដើមកង្កៀតណាតែពីដើមឡើយបុព្វបុរសយើងយកម្រាក់នោះទៅលាបសសរផ្ទះលាបទូកលាបអីលាបទូកដើម្បីការពារជំរាបឥឡូវគេយកម្រាក់នេះមកឆ្នៃតែគំនូនេះគេគូរលើគុំផ្លាក់គេ បាទ គុំផ្លាក់គេតែមុនមកយើងត្រូវលាបម្រាក់ប្រហែលជា7ស្ទើប បាទ លាបឲ្យហាលហើយខាត់វាស្អាតហើយបានយកមកគូតែនេះស្លឹកដែលឃើញនេះគឺជាស្លឹកស្ពាន់ទេណា សន្លឹកស្ពើ ស្លឹកស្ពាន់យើងមានស្លឹកមាសស្លឹកស្ពាន់តែនេះស្លឹកស្ពាន់ទេស្លឹកស្ពាន់នេះយើងបិទយើងដាក់ជឿមុនហើយយើងដាក់ស្លឹកស្ពាន់ដាក់វាទៅកន្លែងដែលយើងដាក់ស្លឹកដាក់ជឿស្ពាន់វាជាប់កន្លែងអត់ដាក់អត់ជាប់ទេហើយគាត់យកខ្នោតឲ្យមកគូទៅពេលគូរួចឲ្យស្អាតទៅគេបាញ់វគ្គនីឲ្យទៅលងបាញ់វគ្គនីមិនវិញឡើយ សំឡេងមានក្លិន មាន មានតាបងបន្តអូនេះខ្ញុំស្មានតែទឹកឆ្នាំសតតែពិតមានស្ពាន់មាន មានស្ពាន់នេះមុនមក អូនោះ គេទៅជា បាត់អត់ទាន់បានផ្លាក់ទេ បាត់អត់បានគូទេ នេះបាត់ជារៀងវា បាទមានរៀងមានរូបស្រាប់ប៉ុន្តែគូពីលើ គូទៅលើបាទដូចទំហំទម្រង់ដៃនេះដៃរបស់អប្សរានេះគេដាំ តាម កា ការ ផ្លែ ឡែ បាទពីអប្សរាហ្នឹងវាមានអត្ថន័យរបស់គេបាទ នេះគេថាធ្វើដោយដៃតែម្ដងរំបានហើយមួយក៏ប្រាប់ទៅយូរដែរប្រហែលថ្ងៃបងអានេះប្រហែលថ្ងៃបាន សួរអ្នកគូ ចាំបាន អ្នកគូ យូរដែរពីដើមដល់ស្លាប់យូរចូលកន្លះខែដល់ កន្លះខែ ព្រោះយើងត្រូវការសម្ងួតផង បងរៀនរយៈពេល នេះបានប្រហែលទេ បាទការរៀនរបស់គេរយៈពេល6ខែទៅ1ឆ្នាំ មានធម្មតាទេครับ បាទហើយខាងនេះគឺជាលទ្ធផលតែអានេះគេហៅថាចម្លាក់ស្ពាន់ លាក់ស្ពាន់ បាទនេះជាស្ពាន់ទេណាអានេះជាស្ពាន់អាខាងនោះក៏ជាស្ពាន់ហើយស្ពាន់ជាសម្លឹក បាទ នេះស្ពាន់ ស្ពាន់ជាដុំ បាទជាដុំតែគេមុនមកគេឆ្លាក់ជារូបរាងហើយបានគេជ្រលក់ទឹកប្រាក់ បាទ មានថាស្ពាន់ស្រោបប្រាក់ ស្ពាន់ស្រោបប្រា បាទ ក់ ដល់ពេលយើងប៉ះវាច្រើនដងទៅវាលលិតហើយវាថាលលិតឬក៏ភាសាណា បាទ អាចទៅជាស្ពាន់នេះស្ពាន់ តែតែចាំថ្មីយកទៅជ្រលក់ បាទជ្រលក់ម្ដងទៀត តែក្បាច់អីអត់ប៉ះពាល់ទេនៅ អត់ប៉ះពាល់ខាងនេះគឺផលិតផលពីសូត្រសុទ្ធហ្នឹងបងដែលបងឃើញទៅអ្នកត្បាញខាងនោះមកខាងនេះបងបាទទៅជាប្រមាណមានជាកបោបមានជាកវ៉ាត់ក ស្នាដៃជាងមាន ទៅពេលខាងនោះផលិតផលសម្រាប់ដែលចម្លាក់ថ្មចម្លាក់ឈើហើយនឹងម្រាក់ឲ្យដើរទៅចិត្តបាទអានេះគឺជាចម្លាក់ឈើដែរតែឈើនេះឈើកៅស៊ូបងតែមិនមែនជាឈើកៅស៊ូមួយដុំទេឈើកៅស៊ូជាច្រើនដុំបាត់ចូលគ្នា ឈើកៅស៊ូ បាទដើមកៅស៊ូដែលយើងគេជាយើងជឿបាទ
ដោយសារអីសារដើមកៅស៊ូនោះវាតូចនៅពេលបិទចូលគ្នាយើងអាចធ្វើរូបតូចក៏បានរូបធំក៏បាន បាទ ដល់ពេលរួចគេបាញ់វគ្គនេះយកវាលងហើយនេះគឺស្ពិនតែស្របប្រាក់ ស្របប្រាក់ បាទមិនមែនជាលក់ទឹកប្រាក់បាទស្ពិនស្របប្រាក់ ដាក់នៅពីលើឈើ បាទ ហើយឈើនោះយើងអាចប្រើឈើផ្សេងបាន យើងអាចប្រើឈើផ្សេងបានដូចបងឃើញគាត់ណាឈើនេះដើមតសេកសេកបាទតសេក អូដែលគាត់គុំដាក់ បាទតសេកដូចគ្នាថ្ងៃមើលតម្លៃបានហើយនេះក៏ចម្លាក់ថ្មតែថ្មពក់តែនេះឈើដែលគ្នាតែនេះដល់កកោះហើយឃើញនេះកកោះនេះដូចជាថ្នងឯងថ្នង អូនេះស្អាត อันนี้យើងមើលទៅដូចដាក់ភ្លើងអញ្ចឹងណា បាទ ពិតនេះចាំងទេណា ចាំងនេះភ្លើងមានភ្លើងវាចាំ អូ ង នេះចាំងមកលើហើយក្រុមហ៊ុននេះឈ្មោះថាអតិសង្គោ សង ឬក៏សិប្បករអង្គរបាញ់ឃើញ logo របស់ក្រុមហ៊ុននេះលើអាវក ហើយជាងគាត់មកពីណាខ្លះ ពូគាត់មកពីជនបទហើយជាអ្នកដែលមានចំណេះដឹងតិចតួចជាស្ដើងហើយគឺជាអ្នកដែលចង់រៀននៅជំនាញបាទហើយក្រុមហ៊ុនសិប្បករអង្គរឬក៏អតិសង្គរនេះមិនមែនជាមិនត្រឹមតែផលិតផលដើម្បីខ្លួនឯងក៏ប៉ុន្តែក្រុមហ៊ុននេះធ្វើការសហការជាមួយអង្គការ UNESCO បានឃើញបើសិនតបងទៅទស្សនាប្រាសាទមេបុនខាងលិច បងខាងលិច នៅចំកណ្ដាលបារាយណ៍ក្រុមហ៊ុនអតិសង្គរសហការគ្នាដើម្បីជួសជុលប្រាសាទមេបុនខាងលិចឡើងវិញបាទ ក៏ពិតសម្បីតែអ្នកសៀមរាបក៏ដឹងដែរបើសិនជាគាត់អត់បានមកសិក្សាឬក៏ស្ដាប់បងយល់បាទខ្ញុំថាឡើយអ្នកខេត្តផ្សេងហើយអ្នកសៀមរាបដូចគ្នាក៏ចឹងបងមានអីចង់បង្ហាញទៀតទេបងនេះឬក៏ពាក្យចុងក្រោយ ជាពាក្យចុងក្រោយខ្ញុំបាទគុណមកគុណជាអ្នកធ្វើការនៅក្រុមហ៊ុនអតិសង្គរឬក៏សិប្បករអង្គរសូមណែនាំថាបើសិនតែបងប្អូនចង់ជួយគ្រប់គ្រងផលិតផលក្នុងស្រុកបងប្អូនអាចបើចំពោះសូត្របងប្អូនអាចទៅរកជានៅក្នុងក្រុមហ៊ុនអតិសង្គរបាទឬក៏ចម្លាក់ឈើចម្លាក់ថ្មដើម្បីជាវត្ថុអនុស្សាវរីយ៍អីអាចទៅរកនៅក្រុមហ៊ុនអតិសង្គរបានយើងមានសាខាទី1នៅក្នុងក្រុងសៀមរាបក្បែរផ្សារចាស់សាខាទី2នៅស្រុកពួកកាសានសូននៅស្រុកពួកបាទហើយយើងមាន shop យើងដែលតូចនៅបលៀនហើយនៅភ្នំពេញដែរ ទៅលីយន្តហោះ បាទលីងហោះបាទ ហ្នឹងហើយអរគុណច្រើន អរគុណច្រើនសុខសប្បាយ អរគុណណា ជួបគ្នាថ្ងៃក្រោយទៀត បានអរគុណច្រើនបានបញ្យល់